សមត្ថកិច្ចឆ្មក់ខត់រថយន្តធុនធំមួយគ្រឿងដែលបំពេញដឹកទំនិញចូលក្រុងល្មើសនិងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តនាព្រឹកថ្ងៃទី10ខែឧសភាឆ្នាំ2026នេះដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍តូដាញ់អ៊ីប៊ុនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវីរៈស្នេហ៍ឯកច័ន្ទសុធីនាយការិយាល័យនគរបាលចរាចរណ៍ភ្លើគោកបានចាត់ឲ្យមន្ត្រីក្រមអាវ៉ាត់ចុះខត់រថយន្តធុនធំមួយគ្រឿងដែលលួចដឹកទំនិញចូលក្រុងល្មើសទៅនឹងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្តីអំពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្រុងបាត់ដំបងសមត្ថកិច្ចបានបញ្ជាក់ថាកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចជំនាញបានធ្វើការខត់រថយន្តដឹកទំនិញធុនធំមួយគ្រឿងដែលមានស្លាកលេខព្រះសីហនុ 3A7844 ដែលរថយន្តខាងលើនេះមិនគោរពទៅតាមសេចក្តីជូនដំណឹងដែលមន្ត្រីជំនាញធ្លាប់បានហាមនិងបានដាក់ស្លាកសញ្ញាឲ្យមើលរួចអស់ហើយដែលមានខ្លឹមសារថាហាមរថយន្តធំធុនធ្ងន់ចូលក្រុងព្រោះវាអាចធ្វើឲ្យខូចផ្លូវថ្នល់និងសណ្ដាប់ធ្នាប់ជាមួយគ្នានោះដែរលោកវីរៈស្នេហ៍ឯកច័ន្ទសុធីនាយការិយាល័យនគរបាលចរាចរណ៍ភ្លើគោកខេត្តបាត់ដំបងបានបញ្ជាក់ថារថយន្តធុនធំដែលមន្ត្រីជំនាញធ្វើការខាត់បានត្រូវបញ្ជូនទៅកាន់ការិយាល័យដើម្បីអប់រំនិងផាកពិន័យទៅតាមផ្លូវច្បាប់រថយន្តនេះបើយើងខត់យើងយកទៅណាវិញដាក់នៅកន្លែងវិញដីកន្លែងការិយាល័យចរាចរណ៍ចឹងបាទនៅកន្លែងយើងកន្លែងដាក់ឡានធំណាបាទហើយចាំឲ្យគាត់ម្ចាស់គាត់ឡានធំហ្នឹងគាត់ចូលក្នុងក្រុងពួកគេបានហាមហើយគេបានដាក់ផ្លាកដាក់ឲ្យគាត់មើលអស់ណាបាទហាមឡានធំដឹកធ្ងន់ចូលក្រុងបាទចឹងហើយមកគេប៉ះពាល់ផ្លូវស្ដាប់ស្បបាទអរគុណច្រើនបាទចរាចរណ៍តាមផ្លូវហ្នឹងណាបាទ